អ្នកទាំងអស់គ្នានេះគឺជាទស្សនវិជ្ជា Vivo X2 Ultra ដែលក្រុមហ៊ុន Vivo បានធ្វើការប្រកាសហើយវាគឺជាទស្សនវិជ្ជាចុងក្រោយគឺបំផុតនាពេលបច្ចុប្បន្ននេះរបស់ក្រុមហ៊ុន Vivo ដែលមានស្ពេចកប់ជាងគេហើយទូរស័ព្ទនេះនៅលើបណ្ដាញសង្គមត្រូវបានគេឲ្យរហស្សនាមថា DSLR ឬក៏ Mirrorless Camera នៅលើ smartphone ពេលនេះតំណងមើលទៅកាមេរ៉ារបស់វានឹងខ្លាំងមែនតើហើយអញ្ចឹងយើងមកដឹងពីវាទាំងអស់គ្នានៅក្នុងវីដេអូមួយនេះនាំមកជូនដល់ហាងលក់ទូរស័ព្ទដៃ Henley Premium Store អ្នកទាំងអស់គ្នាអាចស្វែងរកទូរស័ព្ទដៃថ្មីនឹងមួយទឹកពីហាង Henley Premium Store បានសម្រាប់ព័ត៌មានបន្ថែមអ្នកទាំងអស់គ្នាអាច join Telegram នៅក្នុង caption ខាងលើបានអូខេអ្នកទាំងអស់គ្នា Vivo X2 Ultra នេះគឺជាទស្សនវិជ្ជាកម្ពុជារបស់ក្រុមហ៊ុន Vivo នាពេលបច្ចុប្បន្ននេះហើយគឺវាស្តៀងនឹងឆ្នាំមុនដែរគឺ Vivo X100 Ultra គឺប្រើប្រាស់ជាមួយនឹង chip ប្រភេទ Snapdragon មិនមែន Dimensity ទេរូបរាងវាផ្លាស់ប្ដូរច្រើនជាងមុនតែអាចថាវាគឺកែច្នៃចេញពីរូបរាងរបស់ X200 Pro ច្រើនជាងលើកនេះគេបានបន្ថែមជាមួយសមត្ថភាពកាមេរ៉ាផ្សេងៗជាច្រើនប៉ុន្តែក៏បានដកចេញនៅ 1-inch sensor ចេញពី lens gold ផងដែរជាមួយនឹង focal length ថ្មីគឺ 35mm ទៅលើ lens gold វិញហើយរបស់ថ្មីមួយទៀតគឺកញ្ចប់ kit lens ដែលមានទំហំធំមែនទែនកញ្ចប់ kit lens នេះគឺប្រើប្រាស់សម្រាប់ជា lens zoom ហើយវាត្រូវបានសហការដោយក្រុមហ៊ុនពីរផ្សេងទៀតមិនមែនមួយទេដូចជាកញ្ចក់ lens zoom នេះផ្ទាល់គឺជា lens ដែលផលិតដោយក្រុមហ៊ុនផ្សេងរីឯ grip case ហើយនឹងខ្សែគឺផលិតដោយក្រុមហ៊ុន PGY Tech និយាយទៅអាកញ្ចប់ kit ហ្នឹងគឺខ្ញុំអត់មានទេប៉ុន្តែយើងនឹងនិយាយអំពីវាខ្លះៗដែរនៅពេលដែលយើងមកនិយាយអំពី feature camera របស់វាបន្តមកទៀតគឺតាក់ទងមួយនឹងរូបរាងរបស់វាអ្នកទាំងអស់គ្នាពណ៌ដែលខ្ញុំទទួលបាននេះគឺជាពណ៌ក្រហមឬក៏ហៅថាពណ៌ឈាមជ្រូកផ្នែកខាងក្រៅនេះគឺវាលក្ខណៈទ្រង់ទ្រាយដូច gradient ខ្មៅគឺវាមានពណ៌ខ្មៅប្រដេញជាមួយនឹងពណ៌ក្រហមនៅខាងក្រៅនេះហើយសម្រាប់កងនិងវងរបស់វានេះវិញគឺក្រាស់ខ្លាំងមែនទែនអ្នកទាំងអស់គ្នាគឺមើលទៅឃើញប៉ោងលក្ខណៈប៉ោងហើយហាប់ណែនជ្រុងតែហ្មងអត់ដូចជាមួយនឹង lens ផ្សេងដែលគេធ្វើរូបរាងទម្រង់ឡែកប៉ោងទៀលប៉ោងមូលអីចឹងទេនេះប៉ោងឡើងប៉ោងហើយឡើងច្រាប់ស្មើតែម្ដងហើយចំពោះកងនិងវងនេះគឺមើលទៅវាបើយើងលេងហ្គេមកាន់បែបនេះគឺវាទៅដៃខ្លាំងមែនទែនហើយវានឹងប៉ះពាល់ដល់កាមេរ៉ាថែមទៀតផងហើយសម្រាប់កងរង្វង់នេះគឺវាមានជាមួយនឹង frame ពណ៌ក្រហមព័ទ្ធជុំវិញដែលមើលទៅលេចឆើតធ្វើឲ្យទូរស័ព្ទដៃមួយគ្រឿងនេះនៅផ្នែកខាងក្រោយយើងឃើញថាមើលទៅវារៀងកាចមែនទែនបើតាមតែ spec បញ្ជាក់នៅលើ website ភាគច្រើនគឺគេបញ្ជាក់ថា frame នេះមិនមែនជាប្រភេទ stainless steel ទេគឺជាប្រភេទ aluminum frame ហើយវាមានប៊ូតុងផ្នែកខាងស្ដាំចំនួន3គឺប៊ូតុងគ្រប់គ្រងសំឡេងប៊ូតុង power ហើយនឹងប៊ូតុងថ្មីមួយទៀតនៅផ្នែកខាងក្រោមនេះគឺជា quick ប៊ូតុងមួយតែប្រើប្រាស់សម្រាប់ធ្វើការគ្រប់គ្រងនៅការថតរូបនិយាយទៅអា style នេះគឺសន្តានដូចទៅនឹង iPhone 16 Pro Max ដូចទៅនឹង Oppo Find X8 Ultra ដូចគ្នាគឺប៊ូតុងសម្រាប់ធ្វើការបញ្ជាយើងអាច zoom in zoom out ហើយវាមានមួយទៀតគឺសម្រាប់ធ្វើការបញ្ជាទៅលើ exposure អញ្ចឹងយើងអាចធ្វើការកំណត់ពន្លឺភ្លើងឬក៏ងឹតទៅលើរូបភាពរបស់យើងបានហើយកំណត់ទៅអីបើយើងត្រូវការចុចថតវាមកទៅវាស្មុគស្មាញដែរប៉ុន្តែយ៉ាងណាមិញវាមានយើងនៅតែប្រើពាក្យដដែលបើមានភាសាយើងអត់មានចំពោះអេក្រង់របស់វាដូចទៅនឹង X200 Pro ដែរទេហើយវាមានជាមួយនឹងពន្លឺជះភ្លឺបំផុតនឹងរហូតដល់ទៅ 4500 nit អេក្រង់របស់វានេះគឺស្តៀងទៅនឹងទូរស័ព្ទដៃរបស់Xiaomi 15 Ultra ដែរគ្រាន់តែវាមិនសូវប៉ោងខ្លាំងដូច Xiaomi 15 Ultra ទេវាហើបចេញពីកែមនឹងច្រើនមែនទែនបើយើងប្រៀបធៀបជាមួយនឹងទូរស័ព្ទដទៃទៀតដែលជាប់នឹងកែមតែម្ដងណាដូច Samsung Galaxy M25 Ultra គឺយើងមើលទៅឃើញកញ្ចក់ហើយនឹងតួនឹងនៅស្មើគ្នាប៉ុន្តែសម្រាប់ប្រភេទ Vivo X200 Ultra នេះយើងនិយាយថាកញ្ចក់វាគឺហើបចេញពីតួបានកម្រាស់ខ្ពស់គួរសមអេក្រង់នេះគឺមានទំហំ 6.8 អ៊ីនជាងវាមានអាកន្ទុយល្អៀងបន្តិចវាជាប្រភេទ LTPO AMOLED ដែលមានល្បឿន refresh rate 120Hz វាដំណើរការលើ Android 15ជាមួយនឹង Origin OS ជំនាន់ទី5ហើយវាជា version ចិនទេប៉ុន្តែវាមានជាមួយនឹង Play Store និង Google Service ពេញលេញដែលអ្នកទាំងនេះអាចធ្វើការទាញយកពី app V Store បានដោយមិនចាំបាច់ឆ្លងកាត់នៅប្រព័ន្ធ Micro G Service ដោយទៅនឹងក្រុមហ៊ុនផ្សេងមួយចំនួននោះទេចំពោះ chip គឺវាប្រើប្រាស់ chip ចំនួនចុងក្រោយរបស់ក្រុមហ៊ុន Qualcomm គឺ Snapdragon 8 Elite ឬក៏ Snapdragon 8 Gen 4សម្រាប់ការតេស្តនៅលើកម្មវិធីមួយចំនួនវា load ថា8 Gen 4ប៉ុន្តែក្រុមហ៊ុនដាក់ឈ្មោះថា8 Elite ហើយមួយគ្រឿងនៅក្នុងដៃខ្ញុំនេះគឺវាមានទំហំផ្ទុក 256GB RAM 12GB អាច extend បាន 12GB បន្ថែមទៀតហើយតម្លៃរបស់វានៅត្រឹម$900ជាងចំពោះទំហំថ្មវាមានទំហំថ្មរហូតដល់ទៅ 6000 mAh support ការសាកល្បឿនលឿន 90W និង support ជាមួយនឹង wireless charge ល្បឿន 50W ផងដែរប៉ុន្តែរយៈបទពិសោធន៍របស់ខ្ញុំជាមួយនឹងការលេងហ្គេមលើទូរស័ព្ទដៃមួយនេះគឺវា smooth ល្អការប្រើប្រាស់ទៅលើកម្មវិធីមួយចំនួនគឺវាដំណើរការអត់មានជាបញ្ហាទេតែបញ្ហាតែមួយទេនៅពេលដែលយើងធ្វើការ testing performance របស់វាជាមួយនឹងកម្មវិធី Geekbench 6ចំពោះ gaming mode គឺវាប្រើប្រាស់ជាមួយនឹងកម្មវិធី gaming mode របស់ iQOO ចំពោះការតេស្តសាកល្បងបន្ទុកនៅលើកម្មវិធីមួយចំនួនដូចជា N22 Benchmark វាទទួលបានបន្ទុកខ្ទង់ 2,600,000 ជាងសម្រាប់បន្ទុកនៅលើ Geekbench គឺវាមានបញ្ហាមួយចំនួនខ្ញុំបានធ្វើការតេស្តសាកល្បងចំនួន3ដងវាក្តៅទូរស័ព្ទខ្លាំងនៅពេលដែលតេស្តជាមួយនឹង Geekbench ខ្ញុំព្យាយាមបើក permission ឲ្យវាធ្វើការ run testing ច្រើនដែរប៉ុន្តែវាជួបបញ្ហាខ្លាំងមែនទែនក្តៅទូរស័ព្ទខ្លាំងកន្លែងនេះខ្ញុំអត់ដឹងថាមកពី firmware ឬក៏មិនទេ
ប៉ុន្តែបន្ទាប់ពីតេស្តសាកល្បងបានរយៈពេលប្រហែលថ្ងៃវា load ឲ្យ update ជាមួយនឹង software ថ្មីអញ្ចឹងអាចថាវាជា bug មួយដែលគ្រាន់តែកម្មវិធីតេស្តបន្ទុកមួយសោះធ្វើឲ្យទូរស័ព្ទនេះក្តៅខ្លាំងមែនទែននៅពេលដែលខ្ញុំតេស្តប៉ុន្តែសម្រាប់ការលេងហ្គេមគឺអត់អញ្ចឹងទេនៅលើបន្ទុក Gamesbank 6នេះខ្ញុំបានធ្វើការតេស្ត3ដងហើយបន្ទុកដែលអាចយកជាការបានគឺបន្ទុកមួយនេះដែល single core វាទទួលបានបន្ទុក2880និង multi core វាទទួលបានបន្ទុក8844អាចថានេះជាបន្ទុកខ្ពស់បំផុតនៅពេលដែលខ្ញុំធ្វើការតេស្តសាកល្បងចំនួន3ដងហើយសម្រាប់ពីផ្សេងទៀតអត់អាចយកជាការបានទេដោយសារតែបន្ទុកនោះទាបខ្លាំងមែនទែនទាបដល់ថ្នាក់ស្មើនឹង Snapdragon ស៊េរីចាស់865អញ្ចឹងឬក៏ទាបជាងនឹងផងបន្ទុកតិចពេកនៅលើទូរស័ព្ទដៃ Elite នេះវាអត់ត្រូវឥឡូវយើងនិយាយអំពីកាមេរ៉ារបស់វាវិញម្ដងដោយសារតែដល់ពេលដែលយើងត្រូវនិយាយហើយកាលពីឆ្នាំមុន X100 Ultra ខ្លាំងបំផុតនិងមានប្រជាប្រិយភាពខ្លាំងទៅលើ lens 200 megapixel ដែលជា lens telephoto ហើយនឹង 1-inch sensor ចេញពី lens core របស់វាឆ្នាំនេះគេបានផ្លាស់ប្ដូរទម្រង់ការធ្វើ marketing បែបហ្នឹងដោយក្រុមហ៊ុន Vivo បានសម្រេចចិត្តធ្វើការផ្លាស់ប្ដូរនៅចំណុចពីរធំៗតែខ្ញុំគិតថាទៅលើប្រព័ន្ធកាមេរ៉ាគួរឲ្យចាប់អារម្មណ៍ផងដែរទី1កាមេរ៉ា ultra wide របស់វាគឺបន្ថែមជាមួយនឹង sensor ពិសេសដែលជា sensor gold ចេញពីទូរស័ព្ទដៃ Vivo X200 Pro ultra wide របស់វាគឺថតនៅក្នុង focal length 14 mm ឬក៏ស្មើនឹង 0.4 គុណវាប្រើប្រាស់ជាមួយនឹង sensor Sony LYT818 ហើយទំហំរបស់វាគឺខ្ទង់ 50.33 megapixel គឺវាធំជាង50 megapixel តិចថតក្នុង aperture f2 គឺជា aperture ល្អមួយថតបានច្បាស់ហើយ sensor មួយនេះមានជាមួយនឹង OIS Optical Image Stabilization ដែលវាជួយឲ្យការថតរូបឬក៏ថតវីដេអូនៅក្នុង ultra wide lens ហ្នឹងប្រសើរមួយកម្រិតទៀតចំណុចទី2គឺការផ្លាស់ប្ដូរ lens gold ចេញពី focal length standard 23 mm ទៅជា focal length 35 mm ការផ្លាស់ប្ដូរនេះគឺធ្វើឲ្យទម្រង់នៃការថតរូបភាពដំបូងនៅពេលដែលខ្ញុំចុចថតភ្លាមចំ lens gold មួយទៅរត់ចូលដល់35 mm អញ្ចឹង focal length standard ដែលយើងកំណត់ថា1នៅក្នុង focal length 23 mm ហ្នឹងគឺវាបានផ្លាស់ប្ដូរទាំងស្រុងទៅប្រើប្រាស់ជាមួយនឹង35 mm នៅក្នុងកម្រិត 1.5 វិញអញ្ចឹង lens gold គឺថតបានច្បាស់ហើយវាដំណើរការជាមួយនឹង focal length ថ្មីបែបនេះគឺធ្វើឲ្យអារម្មណ៍នៃការថតហ្នឹងគឺមួយបែបផ្សេងទៀតតែម្ដងអ្នកទាំងនេះហើយចំពោះមតិមួយចំនួនដែលគិតថា focal length 23 mm ថតអត់សូវស្អាតសម្រាប់ការថតlandscape ឬក៏ថត portrait ខ្ញុំគិតថាត្រឹមត្រូវនិយាយទៅ focal length មួយនេះវាត្រូវការឲ្យយើងចេះចាប់ប្លង់ដោយខ្លួនឯងប៉ុន្តែចាប់មិនក៏អត់ទៅឃើញស្អាតដូច35ហើយបើវាយយើងអត់ដល់វាយដល់កម្រិតណាអញ្ចឹងកន្លែងនេះគឺវា focal length ដែលមិនសូវល្អមួយប៉ុន្តែគេយកវាមកប្រើប្រាស់ជា focal length gold សម្រាប់កាមេរ៉ាទូរស័ព្ទដៃនឹងយូរមកហើយដែរហើយទូរស័ព្ទដៃមួយនេះយើងនឹងតែអាចធ្វើការថតនៅក្នុងកម្រិត1គុណបានតាមរយៈ sensor ultra wideដែលយើងអាចធ្វើការថតនៅក្នុងកម្រិត1គុណអញ្ចឹងវានឹងគ្របពី14 mm ហ្នឹងមកខ្ទង់23 mm បានអញ្ចឹងពីចំណុចដែលខ្ញុំនិយាយមុនហ្នឹងគឺយើងមានជាមួយនឹង lens ultra wide ដែលវាមាន50 megapixel aperture f2 ថតនៅក្នុង focal length 14 mm ឬក៏ 0.4 គុណ lens gold ថ្មីដែលមានទំហំ50 megapixel ថតនៅក្នុង focal length ថ្មីគឺ35 mm មាន aperture f1.7ជាមួយនឹងបច្ចេកវិទ្យា Dual Pixel HDAF ដែលវាជាបរិបទថ្មីក្នុងការថតចេញពី lens gold នៅក្នុងទម្រង់35 mm ហើយចំពោះ lens periscope telephoto របស់វាថតនៅក្នុង focal length 85 mm មាន aperture f1.4 ឬក៏យើងអាចថាវាថតនៅក្នុងកម្រិត 3.5 គុណចំពោះមុខងារកាមេរ៉ាទាំងស្រុងរបស់ China version ជាមួយនឹង Global version សម្រាប់ខ្ញុំផ្ទាល់ខ្ញុំចូលចិត្ត feature ដែលមាននៅក្នុង China version ជាងដោយសារតែវាមានជាមួយនឹងប្រភេទ like AI filter ច្រើនមែនតើដែលយើងអាច generate រូបភាពអាចថតរូបភាព generate រូបភាពថ្មីអាចប្រែប្រួលជាមួយនឹងស្ថានភាពរូបភាពទាំងស្រុងទៅជារូបភាពអីផ្សេងមួយទៀតហើយវាមានជាមួយនឹង color scheme ដែលគេដាក់មកហ្នឹងវាមានច្រើនជម្រើសជាងទូរស័ព្ទដៃប្រភេទ global version ចំពោះមុខងារ AI ដូរអាកាសធាតុដូរកម្រិតរូបភាពដូរកម្រិតពណ៌ដូរ mood ដូរភ្លើងដូរអីហ្នឹងនៅក្នុងនេះគឺមានច្រើនសម្រាប់ប្រភេទ China version មិនតែ global អត់មានទេចំពោះបទពិសោធន៍នៃការថតរូបនៅក្នុងទូរស័ព្ទដៃមីក្រូនេះខ្ញុំគិតថាខ្ញុំសប្បាយច្រើនជាមួយនឹងការថតរូបចេញពី lens gold របស់វាគឺ35 mm យើងអាចថតរូប portrait យើងអាចថតរូបនៅក្នុង focal length ដ៏ល្អមួយចាប់យកប្លង់ហើយនឹងនិយាយចំ focal length 35 mm នេះយើងចង់ថតលក្ខណៈ portrait មកសំរុំមួយបានវាគ្រាន់បើជាង23 mm ដែលយើងឃើញរាល់ដងហើយសម្រាប់ lens ultra wide គឺជា lens ដែលមាន angle ទូលាយខ្លាំងជាងទូរស័ព្ទដៃដទៃទៀតនាពេលបច្ចុប្បន្ននេះហើយគឺវាមានជាមួយនឹង14 mm ហើយវាអាចថតទូលាយខ្លាំងជាងទូរស័ព្ទដៃ Oppo Find X8 Ultra ទូលាយជាងលើទូរស័ព្ទដៃ Samsung Galaxy S25 Ultra ទៀតហើយសម្រាប់គុណភាពរូបភាពវិញគឺកម្រិត50 megapixel របស់វានេះយើងអាចថតបានច្បាស់ល្អមែនទែនមិនថាថតនៅពេលថ្ងៃថតនៅពេលយប់ទេគឺវាមាន color អីហ្នឹងច្បាស់មែនទែនខ្ញុំក៏បានដើរនៅក្នុងតំបន់
Vox Street ដើម្បីធ្វើការផ្ដិតយករូបភាពមួយចំនួនផងដែរទោះបីជាមេឃឬរសៀលអត់សូវមានពន្លឺគ្រប់គ្រាន់មែនប៉ុន្តែរូបភាពដែលយើងថតចេញមកគឺវាទាញមើលទៅច្បាស់ដិតល្អមែនទែនចំពោះ lens 200 megapixel periscope telephoto របស់វាវិញគឺវាថតមួយអែមមួយឆ្ងាញ់នៅក្នុងនេះគឺយើងអាចធ្វើការថត zoom បានហើយវាបង្ហាញជា focal length ដែលចាប់ពី 14 mm រហូតដល់ទៅ 230 mm មានន័យថាយើងថតនៅក្នុង focal length យើងថតនៅក្នុង optical zoom ឬក៏ digital zoom នៅក្នុងកម្រិតខ្ពស់បានដល់ទៅ10គុណសម្រាប់នៅលើ interface gold បែបនេះហើយសម្រាប់ការថត zoom បំផុតនោះគឺអាចខ្ទង់រហូតដល់ទៅ2309 mm មានន័យថាវាស្មើនឹង120គុណចំពោះវីដេអូយើងអាចធ្វើការថតក្នុងកម្រិតខ្ពស់បំផុតនោះរហូតដល់ទៅ 8K និងថត 4K 60 frame បានហើយយើងក៏អាចធ្វើការថតវីដេអូ portrait ចេញពី lens នេះក្នុងកម្រិត 4K 30 frame បានថែមទៀតផងចំពោះមុខងារកាមេរ៉ារបស់វានេះមាន filter ច្រើនកន្លែងមែនទែនអ្នកនរគ្នាទាំង Humanistic Photography ក៏មាន filter ផ្សេងទៅហើយសម្រាប់នៅលើ main កាមេរ៉ាហ្នឹងក៏មានជាមួយនឹង filter មួយចំនួនផ្សេងទៀតហើយសម្រាប់មុខងារ portrait ហ្នឹងគឺមានជាមួយនឹង AI ផ្សេងទៀតអញ្ចឹងហើយវាមានជាច្រើនជម្រើសសម្រាប់ឲ្យយើងធ្វើការជ្រើសរើសអញ្ចឹងបើអ្នកនរគ្នាចូលចិត្តថតរូបអីហ្នឹងប្រភេទបែបនេះខ្ញុំគិតថាវាត្រូវច្រើនសម្រាប់អ្នកនរគ្នាអាចជ្រើសរើសទៅតាមចំណង់ចំណូលចិត្តរបស់អ្នកនរគ្នាបានស្រមកវិញបើអ្នកនរគ្នាជា fan របស់ Vivo ហើយកំពុងតែតន្ទឹងរង់ចាំ Vivo X200 Ultra នេះខ្ញុំគិតថាអាចពិចារណាទៅបានគ្រាន់តែវាអត់មាន one inch sensor ដូច X100 Ultra នោះទេហើយតែខ្ញុំនិយាយដដែលអញ្ចឹងវាមានចំណុចល្អនិងមិនល្អដូចគ្នាបើអ្នកនរគ្នាគិតថាបាត់ចិត្តអត់គ្រប់ទេ X100 Ultra ត្រូវច្រើនជាងព្រោះវាមាន one inch sensor មានចំណុចប្លែកពីនេះនិយាយតែអាពីរនេះ100និង200នេះវាខុសគ្នាវិញមើលទៅវាអត់បដិញមកគ្នាទេព្រោះ focal length ក៏ដូចក៏ខុសគ្នា sensor ក៏ខុសគ្នាគ្រាន់តែ X200 Ultra នេះគឺវាមានចំណុច upgrade និង software ខ្លាំងជាងតែប៉ុណ្្នឹងអញ្ចឹងស្របមកវិញបើអ្នកនរគ្នាចង់ទិញ Vivo X200 Ultra នេះអាចធ្វើការតាក់ទងហាង Highly Premium Store បានអរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះជួបគ្នានៅវីដេអូក្រោយបាយ